សូមជូនរឿងសត្វចចកកាលពីព្រេងនាយមានចចកធំមួយដល់ខែលំហើយវាដើររកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ត្រីស៊ីលុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡងមួយឃើញសុទ្ធតែភក់មានត្រីកំពឹសបង្កងក្តាមជាច្រើនណាស់ចចកឃើញហើយមានចិត្តត្រេកអររីករាយហើយគិតថាថ្ងៃនេះអញមានលៀបធំណាស់ជាលៀបចម្លែកជាងសពដងឯកំពឹសមានប្រាជ្ញាឮចចកថាដូច្នោះក៏និយាយលួងលោមចចកថាយើងទាំងអស់គ្នាសុទ្ធតែជាចំណីបងចចកឯងទាំងអស់ហើយប៉ុន្តែយើងប្រឡាក់សុទ្ធតែភក់បងឯងស៊ីយើងទាំងភក់ដូច្នេះមិនឆ្ងាញ់ពិសាទេចចកឆ្លើយថាធ្វើដូចម្ដេចនឹងឆ្ងាញ់ពិសាកំពឹសឆ្លើយថាត្រូវបងចចកយកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយសំស៊ីនោះទើបឆ្ងាញ់ពិសាចចកថាដូចម្ដេចនឹងយកទៅលាងបានបើច្រើនដល់ម្លឹងកំពឹសថាបងចចកកំព្រួយចិត្តខ្ញុំធានាគិតឲ្យបងបានស្រួលប៉ុន្តែត្រូវបងឯងតាមខ្ញុំចចកឆ្លើយឡើងថាបងឯងធ្វើដូចម្ដេចក៏ខ្ញុំតាមទាំងអស់កំពឹសថាធ្វើដូច្នេះចូលបងឯងចូលមកដេកននាលក្នុងភក់នេះហើយយើងរាល់គ្នានឹងបានតោងខំរោមបងឯងនាំយើងទៅរកស្ទឹងបឹងបួរណាដែលមានទឹកថ្លាច្រើនឯបងឯងលាងយើងឲ្យស្អាតហើយសំបងឯងស៊ីឆ្ងាញ់ពិសាតាមចិត្តចុះឯចចកជាសត្វលោភហើយល្ងងក៏ធ្វើតាមពាក្យកំពឹសកំពឹសនិងត្រីក៏បបួលគ្នាតោងរោមចចកទៅលុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកដើរចុះទៅក្នុងទឹកអស់ត្រីកំពឹសលោតទៅក្នុងទឹកហើយប្រាប់ថាបងចចកឯងទៅជញ្ជូនមកឲ្យអស់សិនសំបងឯងស៊ីឲ្យឆ្អែតតែម្ដងយើងនៅចាំបងទីនេះចចកក៏ជញ្ជូនត្រីនិងកំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះពួកត្រីកំពឹសក្តាមខ្យងរមាសខ្លាដឹងថាចចកជញ្ជូនអស់ហើយក៏នាំគ្នាមុជក្នុងទឹកបាត់អស់ទៅពេលចចកដឹងថាកំពឹសបញ្ឆោតដូច្នេះហើយខឹងណាស់ដើរទៅបបួលអស់សត្វធំតូចដំរីរមាសខ្លាគ្រប់ភាសាសត្វទាំងអស់មានពស់ថ្លាន់ពស់ធំពស់តូចទាំងសត្វហើរគ្មានសេះសល់បន្តិចបបួលគ្នាមកបាចទឹកបឹងនោះឲ្យរីងនិងបានចាប់ត្រីក្នុងបឹងនោះមកស៊ីឲ្យអស់បានឲ្យពស់ថ្លាន់ធ្វើជាទំនប់សត្វឯទៀតក៏បបួលគ្នាបាចសត្វក្នុងបឹងដឹងថាចចកបបួលគ្នាបាចទឹកឲ្យរីងទាំងបឹងភ័យណាស់ក៏គិតគ្នាថាយើងធ្វើដូចម្ដេចនឹងបានឲ្យសត្វទាំងអស់នេះលែងបាចទឹកកាលនោះត្រីក្រាញ់ឆ្លើយឡើងថាខ្ញុំឮគេនិយាយថាបងសុភាទន្សាយជាអ្នកមានប្រាជ្ញាចេះដោះទុកមនុស្សសត្វផងជាច្រើនណាស់មកហើយបើដូច្នេះខ្ញុំនឹងទៅពឹងបងសុភាទន្សាយឲ្យមកជួយដោះទុកពួកយើងណាពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញ់ទៅអញ្ជើញសុភាទន្សាយត្រីក្រាញ់ប្រឹងននាលទៅលុះដល់ត្រូវថ្ងៃក្រៀមស្រកាអស់ដល់យប់សុភាទន្សាយចេញមករកស៊ីបានប្រទះឃើញត្រីក្រាញ់ននាលដូច្នេះក៏សួរថាបងត្រីក្រាញ់ទៅណាត្រីក្រាញ់ឃើញសុភាទន្សាយហើយមានចិត្តត្រេកអរណាស់និយាយអង្វរថាបងសុភាទន្សាយអាណិតខ្ញុំត្បិតត្រីទាំងអស់ក្នុងបឹងគេប្រើខ្ញុំមកឲ្យអញ្ជើញបងសុភាទន្សាយទៅត្បិតឮទាំងសត្វទាំងមនុស្សនិយាយថាបងជាអ្នកមានប្រាជ្ញាចេះកាត់សេចក្តីដោះទុក្ខ
បើអ្នកឯណាកើតទុកបងតែងតែជួយដោះទុកគេមិនដែលខានឥឡូវមានដំរីក្របីគោរមាសរមាំងប្រើសក្តាន់ជ្រូកពស់ធំពស់តូចទាំងសត្វហើគឺកុកគ្រៀលបង្គាលខ្យងទុងទោមក្អែកទឹកប្រវឹកស្មោញទាំងប៉ុន្មានបានបបួលគ្នាមកបាចទឹកបឹងឲ្យរីងនិងបានចាប់អស់ត្រីអណ្ដើកកន្ធាយស៊ីជាចំណីអាហារពីបឹងនោះឯងបើដូច្នេះបងសុភាទន្សាយអាណិតជួយដោះទុកអស់បងប្អូនខ្ញុំឲ្យបានរួចពីភ័យម្ដងនេះនឹងបានល្បីគេឈ្មោះតទៅអស់យើងនឹងតបគុណបងសុភាទន្សាយឯងយើងមិនភ្លេចគុណដរាបណាដល់អស់ជីវិតឯសុភាទន្សាយឮត្រូវក្រាញ់និយាយអង្វរដូច្នេះក៏ឆ្លើយថាបងត្រូវក្រាញ់តែមិនចោះតែប្រាប់បងប្អូនទាំងអស់កុំឲ្យផិតភ័យចាំខ្ញុំទៅជួយដោះទុកឲ្យរួចផុតកុំមានចិត្តបារម្ភឡើយត្រីក្រាញ់ឮក៏ត្រឡប់ទៅវិញឯទន្សាយលុះព្រឹកព្រហៀមឡើងទៅមាត់បឹងឃើញអស់សត្វកំពុងតែបាចទឹកក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះមកធ្វើជាសម្បត្តិហើយស្រែកហៅអស់សត្វទាំងនោះថាណែបងប្អូនទាំងអស់គ្នាចាំស្ដាប់ខ្ញុំត្បិតព្រះអិនលោកឲ្យខ្ញុំនាំសម្បត្តិមកប្រាប់គ្រប់គ្នាថាព្រះអិនលោកមកកាច់ជើងត្រមុំជើងអកកាប់ក្បាលឆ្កែចចកដកភ្លុកដំរីអស់សត្វឮថាសម្បត្តិព្រះអិនដូច្នេះភ័យណាស់ផ្អើលបោលជន់គ្នាពៀនលើដំរីរមាសរមាំងស្ទុះបោលទៅជន់លើពោះថ្លាន់ជាទំនប់ដាច់ខ្លួនជា2ជា3កំណាត់ធ្លាយទំនប់ទឹកលិចទឹកស្លាប់អស់សត្វទាំងនោះក៏ទៅជាចំណីត្រីវិញតាំងពីថ្ងៃនោះមកមានអស់សត្វទាំងពួងកោតខ្លាចប្រាជ្ញាសុភាទន្សាយក៏ទុកសុភាទន្សាយជាគ្រូបាអាចារ្យទាំងអស់បាទសូមអរគុណដល់ពុកម៉ែបងប្អូនដែលបានស្ដាប់រឿងនិទានខ្មែរដែលខ្ញុំបាននិទានក៏បានមកដល់ទីបញ្ចប់ដែរប៉ុន្តែមុននឹងបញ្ចប់បាទសូមពុកម៉ែបងប្អូនបាទជួយចុច like ចុច share ចុច subscribe ទៅលើ channel របស់ខ្ញុំដែលមានឈ្មោះថារឿងនិទានខ្មែរឬជាភាសាអង់គ្លេសថាខ្មែរ Folktales ដើម្បីទទួលបាននូវរឿងនិទានអប់រំខ្លីៗសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទនៅពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា